ជំរាបសួរថ្ងៃនេះខ្ញុំគ្រូបុរាណសញ្ញាថ្នោត5ដើមសូមបង្ហាញជូនទៅកាន់ប្រិយមិត្តរបស់ខ្ញុំដែលតែងតែគាំទ្រដែលតែងតែចូលចិត្តនៅរាល់វីដេអូរបស់ខ្ញុំបាទខ្ញុំសូមជម្រាបជូនបងប្អូនថ្ងៃនេះពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃការខ្សោយសុខភាពផ្លូវភេទតើផលប៉ះពាល់ទៅលើផ្លូវភេទហ្នឹងវាប៉ះពាល់ទៅលើរូបកាយបែបណាខ្លះវាប៉ះពាល់ទៅលើផ្លូវចិត្តបែបណាខ្លះវាប៉ះពាល់ទៅលើការទំនាក់ទំនងក្នុងសង្គមគ្រួសារហ្នឹងឬក៏សង្គមដៃគូហ្នឹងយ៉ាងម៉េចខ្លះបាទអញ្ចឹងផ្ដើមទី1មុនគេគឺខ្ញុំជម្រាបជូនថាផលប៉ះពាល់ទៅលើរាងកាយផលប៉ះពាល់ទៅលើរាងកាយដែលវាប្រឈមគឺពាក់ព័ន្ធទៅនឹងធ្វើឲ្យបងប្អូនហ្នឹងជាពិសេសកូនប្រុសហ្នឹងគឺថាគាត់មានអวัยวៈភេទទន់មិនសូវរឹងមាំល្អឬក៏ធ្វើឲ្យគាត់នឹងអត់សូវមានកម្លាំងមានកំហែងនៅក្នុងរាងកាយគាត់រស់នៅជុំដៃគូអត់បានយូរលាក់នឹងលាក់អាហ្នឹងគឺជាផលប៉ះពាល់ទៅលើរាងកាយបាទប៉ុន្តែផលប៉ះពាល់ទៅលើផ្លូវចិត្តរបស់បងប្អូនណាអញ្ចឹងធម្មតាបងប្អូនតែងតែបំពេញការងារអញ្ចឹងទៅ stress ច្រើនគិតច្រើនអីចឹងទៅពេលខ្លះចង់របៀបយើងហៅឲ្យសាមញ្ញថាចង់កាត់សាញណាបាទអញ្ចឹងនៅពេលដែលបងប្អូនចង់ដំណើរការផ្នែកផ្លូវភេទបែរជាសមត្ថភាពនៃរាងកាយបងប្អូនហ្នឹងมันអាចផ្ដល់ឲ្យបានទេអញ្ចឹងវាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តបាទវាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់យើងណាហើយមួយទៀតគឺថាប៉ះពាល់ទៅលើដៃគូទៀតជួនកាលយើងអាចថាមិនត្រូវការប៉ុន្តែគ្រួសាររបស់យើងដៃគូរបស់យើងគាត់អាចត្រូវការប៉ុន្តែយើងអត់អាចផ្ដល់សេចក្តីសុខឲ្យគាត់បានអញ្ចឹងអានឹងគឺជាផលប៉ះពាល់មួយទៀតទៅលើពួកគាត់បាទទាំងខ្លួនឯងក៏មិនពេញចិត្តទាំងគាត់ក៏អត់បានហើយអត់ពេញចិត្តបាទអានឹងគឺថាផលប៉ះពាល់នៃសមត្ថភាពផ្លូវភេទផលប៉ះពាល់នៃសេចក្តីសុខផ្លូវភេទពីព្រោះថាមនុស្សបច្ចុប្បន្ននេះគឺថាកើតមកនៅលើភពផែនដីនេះជាសភាវៈនៃធម្មជាតិគឺតែងតែមានដៃគូហើយមានដៃគូគឺដៃគូអាចផ្ដល់ឲ្យគ្នាផ្នែកក្តីសុខនឹងទៅវិញទៅមកបានតាមរយៈការរួមភេទបាទអញ្ចឹងបើសិនជាការរួមភេទរបស់យើងមានបញ្ហាអញ្ចឹងវាប៉ះពាល់អញ្ចឹងនៅពេលដែលប៉ះពាល់វាធ្វើឲ្យប៉ះពាល់លើសតិអារម្មណ៍ទាំងខ្លួនឯងទាំងដៃគូអានឹងសិតតែផលប៉ះពាល់ខ្លួនឯងរាងកាយខ្លួនឯងក៏ប៉ះពាល់ផ្លូវចិត្តខ្លួនឯងក៏ប៉ះពាល់ថែមទាំងប៉ះពាល់ទៅដល់ផ្លូវចិត្តភរិយាឬក៏ដៃគូរបស់បងប្អូនទៀតអានឹងគឺជាកត្តាដែលបញ្ហាអញ្ចឹងណាអញ្ចឹងប្រសិនបើបងប្អូនមានបញ្ហាទាំងអស់ហ្នឹងបងប្អូនចង់ដោះស្រាយចង់ព្យាបាលឲ្យជាប្រសើរមកវិញដោយប្រក្រតីបងប្អូនកុំភ្លេចឱសថបុរាណខ្មែរសញ្ញាថ្នោត5ដើមបាទខាងខ្ញុំមានឱសថសម្រាប់ជួយព្យាបាលបងប្អូនឲ្យជាសះស្បើយឡើងវិញប៉ុន្តែក៏សូមខន្តីអភ័យទោសចំពោះបងប្អូនដែរមួយចំនួនគាត់បានប្រើឱសថរបស់ខ្ញុំហើយមានប្រសិទ្ធភាពក៏គាត់ពេញចិត្តនឹងអ្វីដែលគាត់ទទួលសេវាកម្មពីខាងខ្ញុំមានបងប្អូនខ្លះក៏គាត់អត់បានទទួលផលហើយគាត់មានការអន់សុពន្ធចិត្តអីខ្ញុំក៏សូមទោសផងដែរប៉ុន្តែអ្វីដែលយើងប្រឹងផលិតអ្វីដែលយើងប្រឹងធ្វើហ្នឹងគឺយើងព្យាយាមអស់លទ្ធភាពហើយបាទគឺថាធ្វើម៉េចឲ្យបងប្អូនប្រើទៅបានទទួលផលពីអ្វីដែលបងប្អូនចង់បានប៉ុន្តែបើគិតជាភាគរយនៃការព្យាបាលរបស់ខ្ញុំក្នុងកំឡុងពេលដែលខ្ញុំក្លាយជាគ្រូឱសថបុរាណពេញសិទ្ធពេញលេញរយៈពេល26ឆ្នាំមកខ្ញុំឃើញថាបងប្អូនដែលទទួលសេវាព្យាបាលពីខ្ញុំក្នុងចំណោមពួកគាត់បាទក្នុងចំណោមពួកគាត់10នាក់ខ្ញុំអាចជួយគាត់បាន7នាក់ដែរបាទអញ្ចឹង7នាក់ហ្នឹងក៏ជាមោទនភាពរបស់ខ្ញុំដែរហើយខ្ញុំក៏រីករាយក្នុងការជួយដល់បងប្អូនផងដែរបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ